ជំរាបសួរបងប្អូនទាំងអស់គ្នាមកកាន់វីដេអូថ្មីនេះខ្ញុំម្ដងទៀតហើយប្តីខ្ញុំបានទៅលេងផ្ទះពួកម៉ាក់គាត់បានឲ្យទំពាំងយកមកស្លប្រហើរអញ្ចឹងណាបងប្អូនហើយទំពាំងនេះល្អមែនទែនបងប្អូនដោយសារគាត់កាប់ខ្លួនឯងអញ្ចឹងណាហើយខែធ្លាក់ភ្លៀងចេះសាបូណាបងប្អូនទំពាំងណាហើយមានទំពាំងអាស័យហើយនឹងទំពាំងពីងពងបងប្អូនទំពាំងពីងពងវែងហើយទំពាំងអាស័យគឺរាងទើហើយមៀតវារាងម៉ាក់ហើយដំបូងឡើយនេះខ្ញុំហាន់ទំពាំងឲ្យស្ដើងចំពោះបន្លែនេះខ្ញុំមានផ្ទីស្អំស្លឹកបាសហើយនិងស្លឹកនោះចំពោះផ្សិតនេះខ្ញុំប្រើផ្សិតចំបើងបងប្អូនហើយចំពោះត្រីនេះខ្ញុំប្រើត្រីប្រាចំនួន1គីឡូហើយនិងសាច់ជ្រូក2ខាំសាច់ជ្រូក3ជាន់មុនដំបូងគេនេះខ្ញុំចាប់ផ្ដើមយកទំពាំងដែលយើងហាន់ស្ដើងហ្នឹងយើងយកមកដាក់លាយជាមួយនឹងអង្ករបងប្អូនធ្វើបែបហ្នឹងធ្វើឲ្យទំពាំងរបស់យើងវាបានទន់ល្អបន្ទាប់មកទៀតនេះខ្ញុំដាក់ខ្ទឹមដាក់អំបិលស្ករប៊ីចេងខ្ញុំដាក់ប្រឡាក់ជាមួយនឹងអង្ករជាមួយនឹងទំពាំងដែលយើងបានហាន់ស្ដើងហ្នឹងបងប្អូនយើងធ្វើការកូរចុះកូរឡើងឲ្យទំពាំងនឹងឲ្យទន់ល្អយើងកូរចុះកូរឡើងឲ្យរាងទន់ហើយយើងចាប់ផ្ដើមចាក់ទឹកចូលយើងធ្វើការរំងាស់ទំពាំងរបស់យើងឲ្យបាត់ហាងបន្ទាប់មកទៀតនឹងខ្ញុំចាប់ផ្ដើមជ្រុំប្រហុកហើយប្រហុកបងប្អូននឹងខ្ញុំដាក់មីវ៉ៃសាឡហ្នឹងបើសិនបងប្អូនអត់ចូលចិត្តប្រហុកទេបងប្អូនអាចដាក់ពាក់កណ្ដាលក៏បានដែរប្រហុកហ្នឹងបន្ទាប់ពីនេះខ្ញុំជ្រុំប្រហុករួចរាល់ហើយនឹងខ្ញុំធ្វើការដាក់ត្រីក៏ដូចជាសាច់ជ្រូក3ជាន់យើងហាន់មុនហ្នឹងបន្ទាប់ពីយើងដាក់ត្រីហើយធ្វើឲ្យពពុះឡើងអញ្ចឹងបងប្អូនយើងដូរពពុះនឹងឲ្យអស់ជាតិឆ្អាបទៅបន្តមកទៀតនេះខ្ញុំដាក់អំបិលស្ករប៊ីចេងចូលយើងកូរចុះកូរឡើងមើលតែសាច់ត្រីយើងបានឆ្អិនល្អចាប់ផ្ដើមដាក់ផ្សិតចំបើងចូលដោយសារផ្សិតចំបើងវាអត់ងាយរលួយអញ្ចឹងយើងដាក់បន្លែនឹងមុនគេបន្ទាប់ពីផ្សិតរបស់យើងបានឆ្អិនរួចរាល់ហើយចាប់ផ្ដើមដាក់បន្លែខៀវយើងចូលចំពោះបន្លែខៀវបងប្អូនយើងដាក់តែមួយផ្លេតបានហើយកុំឲ្យរលួយពេកអត់ឆ្ងាញ់ទេឥឡូវបន្លែនេះខ្ញុំបានមកពុះហើយនេះខ្ញុំចាប់ផ្ដើមដាក់ខ្លាញ់ឬក៏ប្រេងឆាបងប្អូនប្រេងអូលីវក៏បានដែរយើងធ្វើការដាក់នៅស្លរបស់យើងធ្វើឲ្យបន្លែរបស់យើងវាទន់ល្អហើយឈ្ងុយឆ្ងាញ់ចំពោះរសជាតិបងប្អូនអាចដាក់តាមចំណុចចិត្តសាប្រៃដាក់តាមចំណុចចិត្តបងប្អូនថាចូលចិត្តហូបបែបណា
ហើយមុខម្ហូបមួយនេះបានឆ្អិនរួចរាល់ហើយខ្ញុំធ្វើការដួសដាក់ក្នុងចានហើយចំពោះបងប្អូនចូលចិត្តដាក់បន្លែបន្ថែមទៀតក៏បងប្អូនអាចដាក់បានដែរតាមចំណង់ចំណូលចិត្តបងប្អូនវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនដែលទស្សនាវីដេអូនេះខ្ញុំពីដើមរហូតដល់ចប់កុំភ្លេចជួយ Subscribe Channel ឲ្យខ្ញុំអ្នកមួយអរគុណ